Trình tấu, anh mình chọn vợ bạp ai thế? Mẹn hai, chín tàu, anh mình chọn phụ bạp mình ủng nà lợi, thập trình phliềm tàu, cùng tranh bóc à sự thay đổi so. អឺផ្ទះដូនតាស្អីផ្ទះនេះណាពីមុនមកណាមានប្តីប្រពន្ធ2នាក់ដែលមានប្តីឈ្មោះថាសឿននិងនាងប្រពន្ធឈ្មោះថាហំពីរនាក់នេះណាបានរកស៊ីតែមិនកាក់កបហើយក៏មានចំណិតគិតទៅខ្ចីបុលលោកមេភូមិរហូតដល់ប្រាក់នោះកើតជាកូនពូនជាចៅហើយសងមិនអស់រហូតដល់អស់ផ្លូវក៏សម្រេចចិត្តថាចងកបញ្ចប់ជីវិតណារឿងផ្ទះទុកចោលនៅក្នុងសម័យមួយប្រជាជនដែលរស់នៅក្នុងភូមិនៅតំបន់នោះគឺមានជីវភាពក្រីក្រប្រជាជនទាំងអស់មិនសូវរស់នៅក្នុងផ្ទះសម្បែងដែលខ្លួនបានកសាងទេច្រើនតែចំណាក់ស្រុកដើម្បីចេញទៅរកប្រាក់មនុស្សនាសម័យនោះតែងតែឆ្លងចូលភូមិគ្នាទៅវិញទៅមកដើម្បីយករបស់របរដែលខ្លួនបានខិតខំបានធ្វើយកមកធ្នូជាប្រាក់ដើម្បីយកទៅដោះទ័លថ្ងៃមួយមានបុរសម្នាក់ដែលមានឈ្មោះថាផានគាត់បានធ្វើការចំណាក់ស្រុកចូលមកដល់ភូមិដាច់ស្រយាលនេះពីព្រោះថាគាត់ត្រូវរកការងារធ្វើដើម្បីមានប្រាក់យកទៅផ្គត់ផ្គង់ជីវភាពគ្រួសារពេលដែលគាត់បានធ្វើដំណើរចូលមកដល់ភូមិនេះគាត់ក៏បានក្រឡេកឃើញថាភូមិនេះមានសភាពស្ងាត់ហើយផ្ទះខ្លះគ្មានមនុស្សនៅផ្ទះខ្លះមានមនុស្សមួយចំនួនតិចដូច្នេះហើយក៏គាត់មានចិត្តគិតក្នុង ឯងស្មានតែភូមិឯងដែលស្ងាត់ភូមិគេក៏ស្ងាត់ដែរតាមើលចុះផ្ទះមួយស្ទើរតែគ្មានមនុស្សនៅផ្ទះខ្លះមានតែមនុស្សចាស់ផ្ទះខ្លះទៀតមានតែមនុស្សស្រីណាស់ហើយជីវិតក្រីក្រគ្មានអីក្រៅពីពាក្យថាកំប្រឹងទេទោះបីជាមានផ្ទះរស់នៅយ៉ាងកក់ក្ដៅក៏ដោយក៏ត្រូវតែខិតខំចំណាក់ស្រុកដើម្បីរកចំណូល និយាយមិនតាន់ផុតពីមាត់ផងស្រាប់តែពួកបានជួបជាមួយនឹងបុរសចំណាស់ម្នាក់ដែលមានងារជាមេភូមិនៅក្នុងភូមិនោះរួចហើយបុរសចំណាស់ម្នាក់នោះក៏បានសួរនាំទៅពួកបាន អ្នកកំឡោះអ្នកឯងមកពីណាទៅណាមើលទៅដូចជាអ្នកប្លែកមុខមិនមែនជាមនុស្សនៅក្នុងភូមិនេះទេបាទប្រពូខ្ញុំពិតជាអ្នកចំណូលនៃភូមិនេះមែនទុំមកពីភូមិឆ្ងាយខ្ញុំដើរស្វែងរកការងារធ្វើព្រោះថាផ្ទះសម័យរបស់ខ្ញុំមិនសូវជាមានម្ហូបអាហារគ្រប់គ្រាន់ទេដូច្នេះហើយបង្ខំចិត្តឲ្យខ្ញុំចេញមករកការងារធ្វើយកប្រាក់ទៅចិញ្ចឹមប្រពន្ធកូនល្អហើយបើមិនជួយតោះទេពេលនេះខ្ញុំកំពុងតែខ្វះកម្លាំងមកធ្វើការឲ្យផងប៉ុន្តែការងាររបស់ខ្ញុំដូចជាមិនច្រើនថ្ងៃប៉ុន្មានទេណាឯងអាចធ្វើឲ្យខ្ញុំបានទេបាទឲ្យតែលោកផ្ដល់ការងារឲ្យខ្ញុំធ្វើទាំងអស់អូណាស់ហើយការងារនោះគ្មានអីធន់នោះទេគ្រាន់តែចង់ឲ្យឯងនេះជួយមើលគោក្របីមួយរយៈព្រោះថាអ្នកឃ្វាលគោឲ្យយើងឥឡូវឪពុកម្ដាយរបស់គេធ្លាក់ខ្លួនឈឺដូច្នេះហើយទើបគេសុំច្បាប់យើងត្រឡប់ទៅស្រុកវិញហើយក៏មិនបានប្រាប់ថាពេលណាត្រឡប់មកវិញដែរបើដូច្នេះចូលឯងទៅរស់នៅជាមួយយើងហើយក៏ធ្វើការឲ្យយើងផងទៅបាទលោកពូអរគុណច្រើនហើយខ្ញុំនឹងទៅតាមលោកពូ អ្នកបានក្រោយពីបានការងារធ្វើហើយហាក់បីដូចជាព្រះប្រទានពរគេពិតជាសប្បាយចិត្តខ្លាំងណាស់ព្រោះថាគេបានដើរច្រើនភូមិទៅហើយប៉ុន្តែមានអ្នកភូមិណាអាចផ្ដល់ការងារធ្វើសម្រាប់គេទេ តើឯងឈ្មោះអីទៅជួយប្រាប់យើងមកបាទលោកខ្ញុំឈ្មោះបានមិនអីទេបើដូច្នេះខ្ញុំនឹងហៅឯងថាបានហើយផ្ទះនេះគឺជាផ្ទះដែលឯងរស់នៅណារស់នៅទីនេះចុះហើយចង់ធ្វើអ្វីក៏ធ្វើទៅណាផ្ទះនេះមានចំណាយបន្តិចព្រោះថាវាគឺជាផ្ទះដូនតារបស់យើងបាទលោកពូមិនអីទេឲ្យតែឯងរស់នៅបានមិនត្រូវខ្យល់មិនមានភ្លៀងលិចខ្ញុំឲ្យរស់នៅបានទាំងអស់មិនថាទីណានោះទេ អ្នកមានស្ដុកស្ដំនេះក្រោយពីនិយាយចប់ជាមួយនឹងនាយបានហើយហាក់បីដូចជាមានទឹកមុខកំប្លែកកំប្លើងហាក់បីដូចជាមានរឿងអីតាក់បាំងនៅពីក្រោយខ្នងក្រោយពីនិយាយចប់គេក៏ប្រញាប់ចាកចេញពីនាយបានភ្លាមនាយបាននេះមិនដឹងអំពីចិត្តគំនិតរបស់អ្នកមានដែលគេជួលនិងផ្ដល់ការងារឲ្យធ្វើទេក៏រីករាយសប្បាយចិត្តក្នុងការដែលរស់នៅទីនោះភ្លាមក៏ព្រោះតែខ្លួនបានធ្វើដំណើរជាឆ្ងាយមកហើយដូច្នេះហើយនាយបាននេះក៏មានអារម្មណ៍ថាអស់កម្លាំងជាខ្លាំងក៏ដាក់តម្រិតខ្លួននៅលើខ្ទមចាស់ដែលបុរសនោះបានណែនាំស្រាប់តែពេលដែលគេបានថ្មិចភ្នែកគេក៏បានឃើញថាមានមនុស្សស្រីនិងមនុស្សប្រុសឈរសងខាងរួចហើយក៏បានប្រាប់គេថា
ឲ្យគេចាក់ចេញពីទីនេះកុំនៅទីនេះឲ្យសោះព្រោះទីនេះគឺជាទឹកដីនៅផ្ទះរបស់គេ ចេញទៅអញមិនចង់ធ្វើបាបឯងទេ មែនហើយចេញទៅអញមិនចង់ធ្វើបាបមនុស្សណាឡើយថាប់ចេញភ្លាមទៅកុំចាញ់បោកអសថ័យនោះឲ្យសោះ ក្រោយពីបានឮសំឡេងមនុស្សប្រុសមនុស្សស្រីបាននិយាយដេញខ្លួនឲ្យចេញបែបនេះនាយបានក៏បានស្ទុះងើបឡើងហើយក៏និយាយប្រាប់ខ្លួនឯងថា ចំមិញនេះជាលឺសូរសំឡេងនរណានិយាយដេញឲ្យចេញយ៉ាងម៉េចទេអូប្រហែលជាមុខខ្ញុំចូលមករស់នៅមិនទាន់បានសុំម្ចាស់ទឹកម្ចាស់ដីឬក៏អ្នកថែរក្សាផ្ទះនេះហើយមកទៅអស់លោកអ្នកថែរក្សាផ្ទះសម្បែងនិងទឹកដីនេះសូមលោកកុំតកែប្រកាន់កូនចៅអីធ្វិតអីកូនចៅគិតខ្លីភ្លេចភ្លាំងមួយពេលមិនបានសូមអស់លោកមេត្តាបើកផ្លូវនិងជួយថែរក្សាឲ្យកូនចៅរស់នៅទីនេះបានសុខផងចុះ តាមពិតពីមុនមកផ្ទះនេះមិនមែនជាផ្ទះដែលគេទុកចោលនោះទេផ្ទះនេះគឺជាផ្ទះសម្រាប់ឲ្យអ្នកធ្វើការជាមួយនឹងសេដ្ឋីមករស់នៅប៉ុន្តែដោយហេតុគ្មានអ្នកណាអាចរស់នៅបានព្រោះថាកូនចៅម្នាក់ៗមានចរិតឆ្លើយមិនចេះអោនលំទោនមិនចេះសុំកន្លែងម្ចាស់ទឹកម្ចាស់ដីមិនចេះឲ្យតម្លៃទៅលើកន្លែងបំផ្លិចបំផ្លាញនិងមិនចេះសម្អាតអនាម័យផងដូច្នេះហើយធ្វើឲ្យវិញ្ញាណម្ចាស់ផ្ទះទាំងពីរនេះមកគោជាខ្លាំង ប៉ុន្តែនេះបាននេះវិញចាប់តាំងពីគេបានមករស់នៅក្នុងផ្ទះនេះគេចាប់ផ្ដើមសម្អាតនិងជួសជុលកន្លែងណាដែលមានរបាំងធ្លាយធ្លុះដូច្នេះហើយពីមួយថ្ងៃទៅមួយថ្ងៃគេរស់នៅបានចេះតែសុខបើនិយាយពីការងារមិនច្រើនប៉ុន្មាននោះទេប៉ុន្តែអ្វីដែលចិត្តសេដ្ឋីនេះចង់ឲ្យគេរស់នៅនោះគឺមករស់នៅក្នុងផ្ទះខ្មោចនេះតែម្ដង ពី3ថ្ងៃកន្លងផុតទៅនាយម្នាក់ដែលជាអ្នកមានស្ដុកស្ដំនេះក៏បានមកសួរសុខទុក្ខនៃបាន មើលអ្នកកំឡោះយ៉ាងម៉េចដែរការរស់នៅតើវាសុខស្រួលទេអាហារហូបចុកយ៉ាងម៉េចដែរតើការងារដែលខ្ញុំដាក់ឲ្យច្រើនពេកទេបានលោកមេភូមិដូចជាមិនច្រើនទេការងារខ្ញុំអាចធ្វើបានអូការងារអាចធ្វើបានហើយចុះការរស់នៅវិញតើមានអ្វីលួងបន្លាចដែរទេឬមួយក៏ស្ងប់សុខធម្មតាបាទលោកមេភូមិដូចជាគ្មានអ្វីកើតឡើងទេខ្ញុំធ្វើការអស់កម្លាំងមកដល់ផ្ទះក៏ដាក់ខ្លួនដំរេតលក់បិទភ្នែកបើកភ្នែកទល់ភ្លឺតែម្ដង មេភូមិក៏មានការគិតក្នុងចិត្តថាឆ្ងល់ហេតុអីក៏ខ្លួនរស់នៅទីនេះមិនបានហើយអ្នកផ្សេងប៉ុន្មានអ្នកដំបងក៏រស់នៅមិនបានតែតែបុរសនេះចូលមករស់នៅហាក់បីដូចជាមិនមានរឿងអ្វីកើតឡើង អើបើអញ្ចឹងមិនអីទេឯងធ្វើការជាចោះណាយើងក៏ត្រឡប់ទៅវិញហើយគ្រាន់តែយើងមកឲ្យដឹងតែប៉ុណ្្នឹងតែប៉ុណ្ណោះបាទអរគុណហើយលោកមេភូមិខ្ញុំធ្វើការងាររបស់ខ្ញុំបន្តហើយ ក្រោយពីនេះបានរស់នៅទីកន្លែងនោះអស់មួយរយៈធំធ្វើឲ្យគេបានស្គាល់មនុស្សម្នានៅក្បែរនោះត្រាប់តែពេលនោះមនុស្សម្នាមួយចំនួនក៏បានងឿងឆ្ងល់ហេតុអីក៏បុរសម្នាក់នេះអាចរស់នៅក្នុងផ្ទះនេះបានព្រោះផ្ទះនេះពីមុនមកល្បីថាម្ចាស់ផ្ទះដើមគឺកាចសាហាវខ្លាំងណាស់លួងបន្លាចស្រស់មិនត្រឹមតែប៉ុណ្ណោះអ្នកខ្លះក៏ម្ចាស់ផ្ទះពីរនាក់នេះសែងចេញទៅក្រៅទាំងយប់ផងដែរមើលមិញស៊ូមួយមើលក្មួយ បាទមីងសួរមកចុះខ្ញុំពេញចិត្តនឹងឆ្លើយណាមីង ហើយចុះក្មួយឯងរស់នៅក្នុងផ្ទះហ្នឹងមិនអីទេមែនទេ បាទមិនអីផងមីងខ្ញុំមិនដែលបានជួបអ្វីឡើយ ក្មួយហ៎កុំថាមិញមាត់ច្រើនណាស់តែនេះគ្មានអ្នកណារស់នៅបានទេសូម្បីថាលោកមេភូមិដែលជាម្ចាស់ផ្ទះផ្ទាល់ហ្នឹងក៏ដោយតាមពិតទៅផ្ទះនេះណាមិនមែនជាផ្ទះដូនតាគេអាកររបស់គាត់ទេគឺផ្ទះដែលគាត់បានរឹបអូសពីអ្នកដែលគេបានជំពាក់បំណុលរបស់គាត់តែប៉ុណ្ណោះ អូមានរឿងអញ្ចឹងផងមីងប៉ុន្តែលោកមេភូមិប្រាប់ខ្ញុំថាផ្ទះនេះគឺជាផ្ទះដូនតារបស់គាត់ហើយគាត់ខំរស់នៅយូរហើយ អឺផ្ទះដូនតាស្អីផ្ទះនេះណាពីមុនមកណាមានប្តីប្រពន្ធពីរនាក់ដែលមានប្តីឈ្មោះថាសឿននិងនាងប្រពន្ធឈ្មោះថាហំពីរនាក់នេះណាបានរកស៊ីតែមិនកាក់កបហើយក៏មានចំណិតគិតទៅខ្ចីបុលលោកមេភូមិរហូតដល់ប្រាក់នោះកើតជាកូនពូនជាចៅហើយសងមិនអស់រហូតដល់អស់ផ្លូវក៏សម្រេចចិត្តថាចងកបញ្ចប់ជីវិតណា
អូអញ្ចឹងទេមីងខ្ញុំមិនដឹងសោះតាមពិតលោកមេភូមិហៅខ្ញុំមកនេះគឺចង់ឲ្យខ្ញុំរស់នៅដើម្បីលោមើលថាតើខ្ញុំជួបរឿងដូចអ្នកចាស់ៗដែរឬអត់ អើនឹងហើយគឺបែបនឹងហើយណាក្មួយ តែកុំថាមីងមាត់ច្រើនណា ចាប់តាំងពីពេលដែលនាយបានដឹងរឿងរ៉ាវជាក់ស្ដែងរបស់ផ្ទះនេះនាយបានកាន់តែប្រព្រឹត្តខ្លួនល្អឡើងធ្វើឲ្យខ្មោចប្តីប្រពន្ធពីរនាក់នេះពេញចិត្តជាខ្លាំងហើយក៏បានឆ្លៀតចូលមកក្នុងយល់សប្តិ នឹងហើយក្មួយតាមពិតទៅមីងគឺជាខ្មោចមីងគឺជាម្ចាស់ផ្ទះនេះមីងគិតថាមីងមិនអាចឲ្យអ្នកណាមករស់នៅផ្ទះមីងបានទេព្រោះអីមីងនិងពូរស់នៅទីនេះយូរហើយដោយសារតែបំណុលទើបធ្វើឲ្យពួកយើងសម្រេចចិត្តសម្លាប់ខ្លួនទាំងពីរនាក់បើពួកមុនក្រៅពីក្មួយវាគ្មានចិត្តរស់នៅហើយនឹងថែទាំផ្ទះនេះទេអាខ្លះវិញណាវាស៊ីបាយស៊ីទឹកបោះចោលសម្រាមពីពេញនៅផ្ទះមីងមិនត្រឹមតែប៉ុណ្ណោះសូម្បីតែវាជុះនោមជុះអាយក៏វាមិនទៅឆ្ងាយដែរដូច្នេះហើយធ្វើឲ្យមីងស្អប់ពួកវាជាខ្លាំងទើបមីងចេះតែលងបន្លាចអ្នកខ្លះទៀតណាមីងយកវាទៅបោះចោលកណ្ដាលស្រែឯណោះ ចំណែកឯពូវិញណាខ្លាំងជាងមិញឯងទៅទៀតពូនេះណាពេលខ្លះរួងវាមានខ្លួនអត់ក្បាលពេលខ្លះមានក្បាលអត់ខ្លួនធ្វើឲ្យពួកវានោះភ័យញ័រញាក់ជាខ្លាំងអាមួយមុនដែលអាមេភូមិនោះគេប្រាប់ថាវាទៅមើលថែអូវាស្អីនោះណាតាមពិតមិនមែនទេដោយសារតែពូនេះលងវាខ្លាំងពេកទើបវារត់ចោលទៅ អូតាមពិតអញ្ចឹងទេពូមីងបើពូមីងចូលជាចូលក្នុងនិសពខ្ញុំទៅហើយដូច្នេះហើយខ្ញុំចង់អង្វរពូមីងទៅចុះសូមពូមីងបោះចោលនៅការគុំគួនហើយឆាប់ទៅចាប់ជាតិចៅកំណត់ចុះផ្ទះនេះបើស្រេចតែលក់ឲ្យគេទៅហើយអញ្ចឹងទុកឲ្យគេមើលថែបន្តទៅចុះណាចាត់ទុកថាក្មួយសុំចុះ ហើយក្មួយនឹងសន្យាថាក្មួយនឹងខិតខំរកប្រាក់ដើម្បីទិញផ្ទះមួយល្វែងនេះធ្វើជាកម្មសិទ្ធិរបស់ក្មួយហើយក្មួយនឹងផ្លាស់ប្ដូរទីលំនៅពីភូមិចាស់មករស់នៅទីនេះក្មួយសន្យាថានឹងមើលថែផ្ទះនេះឲ្យបានល្អ ខ្មោចប្តីប្រពន្ធពីរនាក់នោះគ្រាន់តែឮបែបនេះហើយក៏មានចិត្តត្រេកអរជាខ្លាំងចាប់តាំងពីពេលនោះមកគេមិនដែលចេញលងបន្លាចនរណាម្នាក់នោះទេ ថ្លែងពីនៃបាននេះវិញក្រោយពីដឹងរឿងរ៉ាវចប់សពគ្រប់ហើយក៏ចូលសុំជួបលោកមេភូមិរួចហើយក៏និយាយរឿងរ៉ាវពិតប្រាកដទាំងអស់ធ្វើឲ្យលោកមេភូមិមានអារម្មណ៍ថាអេះអុញនឹងក្បាត់អៀននាយបានទីខ្លាំងរួចហើយក៏យល់ព្រមលក់ផ្ទះនេះឲ្យទៅនាយបានកាត់កងជាមួយនឹងប្រាក់ខែដូច្នេះហើយដីផ្ទះរបស់ខ្មោចទាំងពីរនាក់នេះក៏បានក្លាយទៅជាដីរបស់នាយបានដោយការសន្យានាយបានជាមួយនឹងពួកគេមែន